មកបែបវែងលក្ខណៈហៅថាណែនាំខ្លួនចាយគឺជាអ្នកធ្វើវីដេអូប៉ុន្តែមិនមែនអាជីពរបស់ចាយទេអាជីពផុនចាយគឺកម្មកររោងចក្រស៊ីប្រាក់ម៉ោងហើយចាយដឹងនិងទទួលស្គាល់ថាវីដេអូដែលចាយធ្វើមកមិនមែនពុកម៉ែបងប្អូនកូនក្មួយស្រឡាញ់និងចូលចិត្តទាំងអស់ទេមានចូលចិត្តមានមិនចូលចិត្តនិយាយទៅវីដេអូផុនចាយមួយមិនតម្រូវពុកម៉ែបងប្អូនរាប់ពាន់រាប់ម៉ឺនរាប់សែនអ្នកដែលកំពុងតែមើលទេដូចកាទៀវមួយចាននេះអញ្ចឹងមិនមែនថាពុកម៉ែបងប្អូនកូនក្មួយឆ្ងាញ់គ្រប់គ្នាទេមានអ្នកឆ្ងាញ់និងអ្នកអត់ឆ្ងាញ់តែចាយសុំចិត្តថាអញ្ចេះបើស្រឡាញ់រាប់អានក៏ចូលមកលេងមកតែបើមិនចូលចិត្តទេក៏អស់រំលងចោលទៅអត់ចាំបាច់ចូលមកលេងទេស្រឡាញ់និងចូលចិត្តតែពេលខ្លះឃើញចាយនិយាយឬធ្វើអ្វីខុសពុកម៉ែបងប្អូនកូនក្មួយអាចចូលមកខមមិនដើម្បីស្ថាបនាបានយើងនិយាយគ្នាបានតាមិនមែនសត្រូវនឹងគ្នាទេនិយាយហាបងហាឬមួយក៏អូនហាធ្វើអញ្ចឹងនិយាយអញ្ចឹងអត់ត្រូវទេអត់សមទេប៉ុណ្ណឹងគឺចាយទទួលយកបានចាយស្ដាប់បានពួកអីភាសាដែលយើងនិយាយគ្នារបៀបហៅថាមានសុជីវធម៌គោរពគ្នាទៅវិញទៅមកមិនមែនចូលមកឌៀគេកប់មាត់អញ្ចឹងទេចាយថតពីគ្រួសារចាយនិយាយអំពីរឿងក្រុមគ្រួសារចាយផុសនៅក្នុង account ផ្ទាល់ខ្លួនរបស់ចាយគឺចាយអត់បានយក account អ្នកណាឬ take ទៅអ្នកណាផុសទេហើយចាយក៏មិនបានយករឿងក្រុមគ្រួសារអ្នកណាឬនិយាយប៉ះពាល់ក្រុមគ្រួសារអ្នកណាយកមកផុសនៅក្នុងបណ្ដាញសង្គមផុនចាយដែរនិយាយទៅចាយថតលេងនិយាយទៅអំពីក្រុមគ្រួសារចាយប៉ុណ្ណោះយកចិត្តគេមកដាក់ចិត្តយើងលោមើលនៅពេលដែលយើងធ្វើវីដេអូឲ្យផុសហើយស្រាប់តែគេចូលមកឌៀយើងកប់មាត់ទាំងដែលយើងអត់បាននិយាយប៉ះពាល់ដល់គេសោះតើពេលហ្នឹងអារម្មណ៍យើងយ៉ាងម៉េចដែរសួរតែចាយខឹងអត់នៅពេលដែលគេ comment ឌៀកប់មាត់អញ្ចឹងខឹងមនុស្សមានសាច់មានឈាមតែសួរថាចាយតបទៅវិញឌៀកប់មាត់ទៅគេវិញអត់គឺចាយអត់ធ្វើទេហើយមិនមែនថាចាយអត់ធ្វើហ្នឹងដោយសារចាយមិនចេះជេរមិនចេះប្រើពាក្យអសុរោះទាំងអស់ហ្នឹងឯងប៉ុន្តែចាយមិនចង់ប្រើព្រោះចាយដឹងថាពាក្យហ្នឹងវាមិនល្អវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍មិនថាទាំងគេទាំងយើងថាចងមិត្តអត់បានក៏មិនចង់ចងសត្រូវដែរមនុស្សយើងបើសិនជាគេមិននិយាយអីប៉ះពាល់យើងទេយើងហ្នឹងក៏កុំមកបំពេញគេនៅសុករៀងខ្លួនទៅបាយតែយើងញ៉ាំបាយតែគេញ៉ាំតាគេមានតែសុំបាយអីតែយើងញ៉ាំណាសរុបមកបើសិនជាមិនពេញចិត្តក៏អស់រំលងតែបើសិនជាអស់រំលងហើយនៅតែមិនផត់ប្លុកចោលទៅអានឹងដឹងតែផត់ហើយអញ្ចឹងទៅកុំឲ្យខូចផ្លូវអារម្មណ៍ទាំងសងខាងនិយាយទៅក៏មិនឌៀគេកប់មាត់ហ្នឹងក៏មិនមែនសួរដែរណាត្រូវហូរនឹកពាក្យអូថាឌៀវាមិនបានឆ្ងាញ់មិនមែនចង់ឌៀចេះតែឌៀណាហើយបើឌៀប៉ះចំអ្នកខ្លះគេឌៀទៅវិញតាំងយើងរវល់ណារវល់គិតទៀតហើយគិត reply តបទៅគេវិញចាយសុំតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនកូនក្មួយយល់និងអនុគ្រោះអរគុណច្រើនចាំជួបគ្នាទៀត